សាលាបឋមសិក្សារោងចក្រមានលោកគ្រូអ្នកគ្រូជាច្រើនរូបដែលជាគំរូដ៏ល្អសម្រាប់ការគោរពពេលវេលាភាពទៀងទាត់របស់ពួកគាត់បានបង្ហាញតាមរយៈការមកដល់សាលាមុនម៉ោងចាប់ផ្ដើមបង្រៀនជាពិសេសលោកគ្រូអ្នកគ្រូដែលជាអ្នកបដិសណ្ឋារកិច្ចតែងតែមកដល់មុនគេបង្អស់នៅវេលាម៉ោង6:20នាទីព្រឹករីឯលោកគ្រូអ្នកគ្រូដទៃទៀតបានមកដល់នៅម៉ោង6:30នាទីព្រឹកភាពជាគំរូនៃការគោរពពេលវេលាការមកដល់តាន់ពេលវេលាលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សារោងចក្រតែងតែបង្ហាញអំពីវិន័យខ្ពស់ក្នុងការគោរពពេលវេលាពួកគាត់តែងតែមកដល់សាលាតាន់ពេលនោះទេគឺមកដល់មុនម៉ោងកំណត់ទៅទៀតអ្នកបដិសណ្ឋារកិច្ចមកដល់នៅម៉ោង6:20នាទីព្រឹកដែលធ្វើឲ្យសាលាមានភាពត្រៀមខ្លួនជាស្រេចក្នុងការទទួលសិស្សានុសិស្សចំណែកលោកគ្រូអ្នកគ្រូដទៃទៀតក៏បានមកដល់នៅម៉ោង6:30នាទីព្រឹកដែរដែលបង្ហាញពីភាពទទួលខុសត្រូវខ្ពស់របស់ពួកគាត់ឥទ្ធិពលលើសិស្សានុសិស្សភាពទៀងទាត់របស់លោកគ្រូអ្នកគ្រូគឺជាគំរូដ៏សំខាន់សម្រាប់សិស្សនៅពេលដែលសិស្សឃើញលោកគ្រូអ្នកគ្រូពួកគេមានវិន័យខ្ពស់ក្នុងការគោរពពេលវេលាពួកគេក៏នឹងរៀនធ្វើត្រាប់តាមដែរនេះជួយបណ្ដុះបណ្ដាលទម្លាប់ល្អដល់សិស្សឲ្យចេះឲ្យតម្លៃពេលវេលានិងមានភាពម៉ឺងម៉ាត់ក្នុងការសិក្សានិងការងារការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាពការមកដល់ទាន់ពេលអនុញ្ញាតឲ្យលោកគ្រូអ្នកគ្រូមានពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមរៀបចំថ្នាក់រៀនពិនិត្យមេរៀននិងរៀបចំសម្ភារៈបង្រៀនឲ្យបានល្អិតល្អន់មុនពេលសិស្សចូលថ្នាក់រៀននេះធ្វើឲ្យដំណើរការបង្រៀននិងរៀនប្រព្រឹត្តទៅដោយភាពរលូននិងមានប្រសិទ្ធភាពខ្ពស់បរិយាកាសសាលាប្រកបទៅដោយវិន័យភាពទៀងទាត់របស់បុគ្គលិកបង្រៀនជួយបង្កើតបរិយាកាសសាលាដែលពោរពេញទៅដោយវិន័យនិងសណ្ដាប់ធ្នាប់នៅពេលដែលអ្នករាល់គ្នាចេះគោរពពេលវេលាសាលាទាំងមូលក៏នឹងដំណើរការដោយរបៀបរៀបរយដែលរួមចំណែកដល់ការកែលម្អគុណភាពអប់រំនៅសាលាបឋមសិក្សាយើងខ្ញុំសរុបមកភាពជាគំរូរបស់លោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សារោងចក្រពិសេសក្នុងការគោរពពេលវេលាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងសិស្សានុសិស្សឲ្យក្លាយទៅជាពលរដ្ឋល្អម្នាក់ដែលមានវិន័យនិងចេះទទួលខុសត្រូវនាពេលអនាគត